សូមអរគុណចំពោះអ្នកនិពន្ធទាំង14រូបដែរបាទហើយក៏សូមអធិស្ឋានអត់បានអានឈ្មោះទាំងអស់បាទប៉ុន្តែឃើញថាក្នុងនាមខ្ញុំម្នាក់ដែរដែលជាអ្នកចូលចិត្តសរសេរខ្លះដែរឃើញថានិយាយវាស្រួលតែបើថាអង្គុយសរសេរវិញគឺមិនងាយទេបាទអញ្ចឹងទម្រាំបានអត្ថបទមួយនេះគឺយើងត្រូវស៊ីពេលណាចំណាយពេលវេលាចំណាយកម្លាំងច្រើនណាស់បាទហើយខ្ញុំយល់អំពីការលំបាកនេះហើយសរសេរនេះតាមមើលទៅក៏ប្រហែលជាបានលុយដែរតាមមើលព្រោះខ្ញុំខ្លួនឯងអត់បានហ្នឹងព្រោះអ្នកផ្សេងបានអាហ្នឹងជួយប្រាប់ខ្ញុំហើយខ្ញុំទៅទាសិនទៅបាទអញ្ចឹងគឺបាទគឺត្រូវការចំណាយពេលច្រើនណាស់បាទហើយតាមយ៉ាងនេះក៏ចង់ប្រាប់ទៅបងប្អូនដែរថានាំគ្នាអង្គុយមើលអង្គុយអានហ្នឹងបាទមិនមែនជាលទ្ធផលរបស់ AI ទេបាទហើយក៏មិនមែនជាលទ្ធផលនៃការអង្គុយសរសេរកន្លះថ្ងៃឬក៏មួយថ្ងៃទេបាទគឺជាលទ្ធផលនៃការលះបង់បាទចំណាយពេលវេលាច្រើនបាទហើយអ្នកខ្លះបើថាមានប្តីប្រពន្ធវិញអាចប្រពន្ធខឹងដែរបាទព្រោះថាខំប្រឹងសរសេរពេកបាទប៉ុន្តែជាចុងក្រោយគឺថាយើងបានជាស្នាដៃមួយសម្រាប់ដល់អ្នកសិក្សាអ្នកស្រាវជ្រាវរបស់យើងបាទអញ្ចឹងគឺខ្ញុំក៏សូមថ្លែងអំណរគុណហើយក៏សូមសនំពោដែរថាកុំឈប់បាទគឺសូមឲ្យបន្តបាទសហការបន្តជួយដល់ត្រាជូដើម្បីសាលាត្រាជូគាត់អាចបំពេញបេសកកម្មគាត់បន្តទៀតបាទប៉ុន្តែក្រៅពីជួយសាលាត្រាជូក៏សូមថាជួយបន្តបាទនៅក្នុងការបោះពុម្ពបាទនៅក្នុងការសរសេរអត្ថបទអីផ្សេងហើយនៅកន្លែងយើងនេះក៏ឃើញថាមានបញ្ញវន្តយើងដែលជាសាស្ត្រាចារ្យច្រើនដែរអញ្ចឹងក៏សូមថាជួយពង្រឹងនៅគុណភាពនៃការបដិបដាលនៃការអប់រំរបស់យើងបន្តទៀតបាទហើយខ្ញុំក៏សូមអរគុណដែរចំពោះអ្នកដែលជួយឧបត្ថម្ភបាទដល់ការបោះពុម្ពនៅសភៅនេះបាទខ្ញុំអង្គុយមើលដែរចង់បែងចែកថាស្ថាប័នឬក៏អ្នកដែលខ្លះឧបត្ថម្ភបាទប៉ុន្តែដូចឃើញប្រហោះអូបាទនៅខាងមុនហ្នឹងឃើញបាទនេះមានអ្នកសហការអ្នកជួយឧបត្ថម្ភអីផ្សេងអញ្ចឹងក៏សូមអធិស្ឋានមិនបានអានឈ្មោះទេប៉ុន្តែគឺក៏សូមអរគុណបាទពីព្រោះថាពេលខ្លះយើងរៀបចំជាអត្ថបទជាអីបាទសរសេររួចហើយប៉ុន្តែបើយើងមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយក៏វាដូចអត់បានសេដែរបាទហើយផ្សព្វផ្សាយយើងថាឥឡូវវា digital ហើយប៉ុន្តែការផ្សព្វផ្សាយជាกระดาษនេះក៏វានៅតែមានសារៈសំខាន់ដែរបាទអញ្ចឹងគឺសូមអរគុណដែលបានចំណាយថវិកាបាទចូលរួមនៅក្នុងការរៀបចំបោះពុម្ពនេះហើយក៏សូមថាជួយបន្តទៀតដែរបាទព្រោះខ្ញុំមើលទៅគឺភាគច្រើនគឺសិតតែជាការិយាល័យមេធាវីបាទដែលបានចូលរួមនៅក្នុងការឧបត្ថម្ភ